រឿងបោកខ្មោចលោកតានិងកូនសិស្សបានធ្វើដំណើរមកដល់ភូមិមួយទៀតអ្នកភូមិនោះមានទុក្ខកង្វល់ជាខ្លាំងព្រោះតែមានខ្មោចមករំខានពួកគេជានិច្ចអ្នកភូមិនាំគ្នាហៅខ្មោចនោះថាខ្មោចអង្គរព្រោះខ្មោចនេះចូលចិត្តមកលេងត្បាល់កិនស្រូវរបស់អ្នកស្រុកណាស់វាធ្វើឲ្យត្បាល់កិនស្រូវវិលដោយគ្មានមនុស្សទាញជាហេតុធ្វើឲ្យអ្នកស្រុកនោះមានការខ្លាចរអាជាខ្លាំងកូនសិស្សលោកតាបានដឹងរឿងនេះគេក៏ស្ម័គ្រចិត្តជួយចាត់ការប៉ុន្តែគេឲ្យលោកតាទៅគង់នៅក្នុងវត្តមួយហើយខ្លួនទៅស្នាក់នៅផ្ទះអ្នកស្រុកណាដែលមានត្បាល់កិនស្រូវពេលអធិរាជមកដល់ត្បាល់កិនស្រូវក៏ដើរដោយស្វ័យប្រវត្តិកូនសិស្សលោកតាដែលរងចាំខ្មោចនោះស្រាប់ក៏និយាយទៅកាន់ម្ចាស់ផ្ទះនោះចូលអ្នកយកស្រូវទៅដាក់ក្នុងត្បាល់ឲ្យពេញព្រោះថ្ងៃនេះខ្មោចចង់ជួយកិនស្រូវយើងដូច្នេះយើងត្រូវតែជួយឲ្យក្តីប្រាថ្នារបស់ខ្មោចបានសម្រេចផងលើដូច្នេះម្ចាស់ផ្ទះក៏យកស្រូវទៅដាក់នៅក្នុងត្បាល់ឲ្យពេញខ្មោចកិនបានអង្គរយ៉ាងច្រើនតែពេលកិនបានមួយសន្ទុះវាមានអារម្មណ៍ថាហត់នឿយក៏ឈប់កិនហើយក៏បាត់ខ្លួនទៅធ្វើឲ្យគ្រួសារនោះសប្បាយចិត្តជាខ្លាំងដែលខ្មោចមិនមកលេងពួកគេទៀតដូច្នេះមនុស្សទាំងអស់ក៏បានដេកយ៉ាងលក់ស្រួលព្រឹកស្អែកឡើងរឿងកូនសិស្សរបស់លោកតាកំចាត់ខ្មោចបានល្បីពេញភូមិយប់បន្ទាប់មកទៀតឲ្យតែខ្មោចទៅឡងផ្ទះអ្នកដែលមានត្បាល់កិនស្រូវអ្នកភូមិក៏ធ្វើតាមវិធីនោះគ្រប់គ្នាធ្វើឲ្យខ្មោចមានការហត់នឿយយ៉ាងខ្លាំងព្រោះតែវាត្រូវកិនស្រូវជាច្រើនផ្ទះនៅពេលដែលវាទៅលេងផ្ទះគេទៅក្រោយមកវាក៏បដូរវិធីឡងថ្មីមួយទៀតប៉ុន្មានយប់ក្រោយមកទៀតខ្មោចទៅលេងផ្ទះណាដែលមានកាំបិតដោយវាកាប់ចិញ្ច្រាំឈើលាន់ឮពងប៉ាក់ដើម្បីរំខានមិនឲ្យគេដេកលក់ព្រឹកស្អែកឡើងអ្នកស្រុកក៏ទៅសុំកូនសិស្សលោកឲ្យតាមមកជួយម្ដងទៀតខ្ញុំនឹងចាត់ការឲ្យកូនសិស្សលោកតាយល់ព្រមនៅយប់នោះពួកគេក៏នាំគ្នាមកស្នាក់នៅជាមួយនឹងគ្រួសារមួយនៅក្នុងភូមិលុះពេលស្បៃអន្តការចូលមកគ្របដណ្ដប់លើផែនដីភ្លាមខ្មោចកំណាចក៏ចេញដើររកឆាឆៅចូលទៅក្នុងកាំបិតហើយកាប់សាច់គល់ឈើធ្វើឲ្យលាន់ឮសំឡេងប៉ប៉ាពេញភូមិកូនសិស្សលោកតាក៏ប្រាប់អ្នកស្រុកឲ្យជួយគ្នាយកអុសមកកូននៅក្បែរនោះដើម្បីឲ្យខ្មោចជួយពុះរួចរាល់ហើយគេក៏ស្រែកប្រកាសឮប្រាប់អ្នកស្រុកថាខ្មោចចង់ជួយពុះអុសឲ្យពួកយើងដូច្នេះយើងគួរតែយកអុសមកឲ្យវាពុះដើម្បីឲ្យសម្រេចតាមបំណងរបស់វាបើខ្មោចនេះមានបំណងលងពួកយើងមែនវាត្រូវតែពុះអូសទាំងអស់នេះឲ្យអស់បើធ្វើមិនបានទេមានន័យថាវាគ្មានសមត្ថភាពនិងគ្មានក្តីព្យាយាមក្នុងការលងមនុស្សយើងឡើយឬបើមិនដូច្នេះទេខ្មោចមួយនោះគ្មានមុខមាត់អីទៅជួបជាមួយនឹងខ្មោចដែលជាមិត្តរបស់វាទៀតឡើយឯខ្មោចវិញពេលបានលើកដូច្នោះវាក៏ចាប់ផ្ដើមពុះអូសបន្តិចម្ដងរហូតដល់អស់ហើយក៏ដល់ពេលព្រឹកល្មមនៅព្រឹកនោះអ្នកស្រុកមានអូសជាច្រើនដើម្បីប្រើប្រាស់ចំណែកខ្មោចដែលពុះអូសពេញមួយយប់វាក៏មានភាពហត់នឿយខ្លាំងពេកទើបវាគិតថានឹងមិនត្រឡប់មកលងអ្នកស្រុកម្ដងទៀតឡើយព្រោះបើវាមកលងគេម្ដងទៀតប្រកាសជាត្រូវបានគេបោកប្រើឲ្យធ្វើការងារធ្ងន់ម្ដងទៀតជាក់ជាមិនខានសម្រាប់កតិអប់រំក្នុងរឿងនេះមនុស្សមានបញ្ញាមិនស្ថិតក្រោមអំណាចនៃការភ័យខ្លាចទេទោះបីជាត្រូវប្រឈមនឹងស្ថានភាពអាក្រក់ក៏ដោយគេនឹងបដូរស្ថានភាពនោះឲ្យមកជាឱកាសវិញ